ngày ní ngày cho rong ca ôn sài tại vì sao mình nó cứ kho tờ lê nè te chung kia từng ở kia đang gặp bông tay chập đào rồi đào đang ai bông ôn cam bị thi dân nó sọc không mai ơi tập về miền khai mình thà rồi bon ca ấy tê cứ mình được tay tập pin te chân hay chụp xe đời rồi ca chỉ tiệt rất tâm mình được can để trả nên tiệt hay tập bông ôn nó pin te hay bông ôn này nó toàn miền pin nhiều bông tập bông ônจะโดนมวยโกนขโมยนั่งแกไปทำเป็นแต่ดับไปคอจังเมื่อวิดีโอนั่งเมื่อสายแต่เองเมื่อสายแต่เองเฮ้ย ôi nựcแต่หาបងប្អូនអើយនិយាយមែនណានឹកពេលកម្មវិធីចឹងបានជុំពួកអើយមិនងាយទេងាយបានជុំគ្នាជាមួយបងប្អូនងាយបានជុំគ្នាជាមួយយាយតាអ៊ំពូមីងទាំងអស់គ្នាទេភាគច្រើនបើយើងទៅអត់ចំខែរវល់វាបានវាអត់ជួបបានអស់គ្នាទេតែបើខែរវល់ចេះមានបុណ្យមានការចេះគឺបានជួបទាំងអស់គ្នាឯងដោយសារតែគាត់ហៅមកទាំងអស់ណាហើយដឹងហើយបងប្អូនកម្មវិធីការយើងការនៅស្រុកខ្មែរគឺមនុស្សគឺភ្ញៀវគឺគាត់មកគ្នាច្រើនអ៊ូអរច្រើនសប្បាយអញ្ចឹងណាប៉ុន្តែធ្វើមិនទេណាគឺអត់បានទៅទេការប្អូនមួយទាំងមូលរបស់បងប្អូនហើយគឺនៅនេះនៅឡើយនេះមុនថ្ងៃចូលរោងណាថ្ងៃចូលរោងគឺថ្ងៃនេះប៉ុន្តែវីដេអូហ្នឹងគឺពីម្សិលមិញគឺថតខលជុំគ្នាហើយបើអត់កាត់ទេគឺវីដេអូហ្នឹងគឺជាង1ម៉ោងបងប្អូននៅនេះខ្ញុំ screen shot ថតអញ្ចឹងណាហើយវាអត់ឮសលេងអីចឹងត្រូវការសលេងយើងអីចឹងបញ្ចូលចឹងយើងថតបានតែឃើញតែរូបភាពអីចឹងហើយអូទុកវីដេអូពេញហើយចិត្ត2ម៉ោងនេះខ្ញុំថតគ្រាន់ថានេះខ្ញុំកាត់ពលឿនខ្លះកាត់អីខ្លះអីចឹងទៅចឹងហើយនៅសល់តែ6នាទីបើ2ម៉ោងវិញបាច់ទេបងប្អូនមើលធុញស្លាប់អីហើយអូអបងប្អូនហើយផុតឃើញពួកគាត់អ៊ូអរជុំគ្នាអញ្ចឹងយើងនេះសុបាយហើយយើងនៅស្រុកនេះដឹងស្រាប់ហើយមានអីមានតាចេញបលឹមឡើងកូនទៅរៀនប្តីទៅធ្វើការបាត់ហើយយើងនៅតែផ្ទះហើយចឹងទៅហើយបើពេលមានកម្មវិធីនៅស្រុកនេះក៏មានតែកម្មវិធីខួបកណ្ដាលមានតែកម្មវិធីប៉ុនអីចូលឆ្នាំចូលអីឬក៏ប៉ុនស្វារេរតីសមោសអីហ្នឹងគឺមានហើយនឹងខួបកណ្ដាលគឺសវោតាកម្មវិធីការដែលយើងនៅស្រុកខ្មែរគឺអត់មានទេហើយស្រុកគេទៀតបើការនេះវិញទៀតគឺគ្រាន់តែគេចូលវិហារចូលអីគេគោរពសាសនាគេធម្មតាអញ្ចឹងណាគេអត់មានដូចយើងទេដូចយើងធ្វើដឹងស្រាប់ហើយការនៅស្រុកខ្មែរមិនធ្វើនេះណាការនៅខាងនេះខ្ញុំនេះធម្មតាថ្ងៃចូលរោងមួយថ្ងៃការមួយថ្ងៃអញ្ចឹងទៅថ្ងៃចូលរោងហ្នឹងគ្រាន់តែយើងវិចនំវិចអីចឹងទៅដល់ស្អែកថ្ងៃការហ្នឹងបានយើងធ្វើសរុបអីចឹងទៅមានហើយជំនូនកាត់សក់ចងដៃឬក៏កម្មវិធីអីផ្សេងអីចឹងនានាណាបងប្អូនចាញ៉ាំអីគឺថ្ងៃធំចឹងដូចតែមួយថ្ងៃឯងការទៅខាងនាងខ្ញុំគ្រាន់ថានៅខាងនេះខ្ញុំគឺញ៉ាំល្ងាចបើខាងភាគច្រើនខាងបាត់ដំបងគេញ៉ាំពេលថ្ងៃត្រង់បើខាងនាងខ្ញុំអត់ទេគឺការគឺល្ងាចចាប់ពីម៉ោង4ម៉ោង5អីទៅ6រហូតដល់យើងកដាយប់កដាត្រៀតអីចឹងទៅណាបងប្អូនរំលងត្រៀតអីចឹងហើយគ្រាន់តែក្មួយឯម៉េះនឹងនិយាយទៅឡើងធំថោកន្លះកំមុំអស់ហើយកាលមកអ្នកខ្លះនៅទូចមួយនៅពណ៌នៅលើដៃឥឡូវមើលក្មួយឡើងកំមុំអស់ហើយអ្នកខ្លះក៏កន្លោះអ្នកខ្លះក៏កំមុំអ្នកខ្លះវិញកាលមកគឺគាត់នៅក្នុងពោះអីចឹងតែឥឡូវគាត់កើតគាត់អីទៅបើក្មួយនេះវិញខាងនេះវិញតណាកូនវិរៈជ័យរៀងខ្ញុំណែមើលទាំងតណាគ្នាហើយអត់ដែរជួបផ្ទាល់ទេបាទតែឃើញក្នុងទូរស័ព្ទចឹងឯងកូនជាស័យអីចឹងទៅកូននិយាយទៅកូនក្មួយមិញនោះបវងនោះកូនជាអត់កូនចរត់អីទៅអូយបងប្អូនអើយឃើញពួកគាត់សុបាយណាមើលតែវីដេអូបងប្អូនក៏ដឹងថាសើចមិនដែរហើយគ្មានអីអួតគ្នាទេអួតតែរឿងថាឥឡូវហ្នឹងប្តីចិញ្ចឹមមើលថែបានល្អណាស់ម្នាក់និយាយថារីកសាច់ទាំងនាងខ្ញុំទាំងចាយខ្ញុំអីក៏ថាម្នាក់និយាយថាប្តីមើលថែល្អណាស់មើលតែនាំគ្នាមើលតែមានប្រពន្ធទៅដឹងហើយនាំគ្នាអួតតែមានទេរាល់ថ្ងៃនេះហើយគ្មានអីទេឲ្យតែជួបពួកគាត់ទាំងអស់គ្នាគាត់សួរថាមិនបានមិនមកលេងការប្អូនមកតែ2 3ថ្ងៃទៅវិញក៏បានមកអាទិត្យទៅវិញក៏បានដែរបើដូចថានៅពេញបាត់ដំបងទីមានជ័យអីទៅ2ថ្ងៃមកវិញអីនឹងមានអីទេលោកអើយគ្រាន់តែជិះយន្តហោះទៅនិយាយពីថា2 3យប់ឯនេះ
គាត់ជិះយន្តហោះទៅ2ថ្ងៃមកវិញ2ថ្ងៃល្មមចប់ការប្អូនអីចឹងទៅមកអាទិត្យអីហ្នឹងតន់បាត់ហត់ផងដល់ថ្ងៃមកវិញបាត់តែបងប្អូនទៅភាគច្រើនដល់យើងទៅមកកន្លះខែឬក៏មួយខែអីហ្នឹងខានបានដើរលេងខ្លះបើថាទៅភ្លាមមកភ្លាមហ្នឹងមិនបាច់ទេហើយកូនពៅនាងខ្ញុំនេះឃើញខំប្រឹងហាវភ្លៀងដែរប្រាប់ថាកូនអើយកុំឲ្យហាវភ្លៀងការអ៊ីមួយទាំងមូលគាត់ឯងកុំខំប្រឹងលេងទឹកមាត់ពេកប្រាប់អ៊ីមុំហើយអ៊ីមុំអីអ៊ីមុំអីក៏ផ្លេចដាំស្លឹកគ្រៃផងជំនឿចាស់យើងណាឲ្យដាំស្លឹកគ្រៃដាំអីផងអីចឹងទៅពួកអីបងប្អូននាងខ្ញុំនេះទាំងអស់គ្នាគឺតិចតិចុំណាស់អញ្ចឹងហើយគឺនាងខ្ញុំបន់ហើយនឹងក៏ជូននាងខ្ញុំបន់ឲ្យជូនពរឲ្យកម្មវិធីដំណើរការទៅដោយរលូនណាបងប្អូនចាបងប្អូនឃើញនេះមុនថ្ងៃចូលរោមមួយថ្ងៃផងមនុស្សបងប្អូននិយាយតាអ៊ំពូមីងគាត់ឆ្លាញ់ចូលចិត្តគាត់មកលេងគាត់មកលេងគាត់មកប្រុកប្រាជ្ញគ្នាលេងអញ្ចឹងណាមកជុំគ្នាមកជុំអីចឹងមើលទៅស្វាយបងប្អូនណា